របៀបសួរនឹងឆ្លើយតាក់ទងទៅនឹងការប្រឡងជាភាសាបារាំងវីដេអូទី1 Correctons prochain examen មានន័យថាតើការប្រឡងបន្ទាប់របស់អ្នកគឺនៅពេលណា Mon prochain examen est le 15 septembre មានន័យថាការប្រឡងបន្ទាប់របស់ខ្ញុំគឺនៅថ្ងៃទី15ខែកញ្ញា Quel examen dois-tu passer មានន័យថាតើអ្នកត្រូវប្រឡងមុខជាអ្វីឬតើការប្រឡងអ្វីដែលអ្នកត្រូវធ្វើ Je dois passer un examen de français មានន័យថាខ្ញុំត្រូវប្រឡងមុខវិជ្ជាភាសាបារាំង Combien d'examens as-tu cette année មានន័យថាតើអ្នកមានការប្រឡងប្រមាណឆ្នាំនេះ J'ai 4 examens cette année មានន័យថាខ្ញុំមានការប្រឡង4ឆ្នាំនេះ Tu passes ton examen à quelle heure មានន័យថាតើអ្នកធ្វើការប្រឡងរបស់អ្នកនៅម៉ោងប៉ុន្មាន Mon examen commence à 8h30 មានន័យថាការប្រឡងរបស់ខ្ញុំចាប់ផ្ដើមនៅម៉ោង8កន្លះ Où aura lieu l'examen តើការប្រឡងធ្វើឡើងនៅទីណា L'examen aura lieu à l'université មានន័យថាការប្រឡងនឹងធ្វើឡើងនៅសាកលវិទ្យាល័យ C'est un examen écrit ou oral មានន័យថាតើនេះជាការប្រឡងសរសេរឬក៏ការប្រឡងនិយាយ C'est un examen oral នេះគឺជាការប្រឡងនិយាយ Qui organise ton examen មានន័យថាតើអ្នកណាជាអ្នករៀបចំការប្រឡងរបស់អ្នកឡើង C'est organisé par mon école មានន័យថាវាគឺត្រូវបានរៀបចំឡើងដោយសាលារបស់ខ្ញុំ Est un examen difficile តើនេះគឺជាការប្រឡងដែលពិបាកឬ Oui il est assez difficile មានន័យថាបាទឬចាស់វាគឺជាការប្រឡងដែលពិបាកគ្រាន់បើ Tu dois réussir avec quelle note minimum មានន័យថាតើបន្ទុកតិចបំផុតឬក៏បន្ទុកអបបរមាប៉ុន្មានដែលអ្នកត្រូវការដើម្បីជាប់ Je dois obtenir au moins 50% មានន័យថាខ្ញុំត្រូវទទួលបានបន្ទុកយ៉ាងហោចណាស់ 50% Est-ce que tu as déjà passé cet examen មានន័យថាតើអ្នកធ្លាប់ធ្វើការប្រឡងនេះរួចហើយពីមុនអត់ Non c'est la première fois មានន័យថាអត់ទេនេះគឺជាលើកដំបូង